បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមរយៈវីដេអូ YouTube ជាមួយលោកគ្រូថ្ងៃនេះដែរលោកគ្រូលើកយកមេរៀនភាសាខ្មែរថ្នាក់ទី5ដែលស្ថិតនៅក្នុងមេរៀនទី4ប្រយោជន៍នៃសារព័ត៌មានហើយមេរៀននេះគឺជាមេរៀនចុងក្រោយនៃមេរៀនទី4ហើយខ្លឹមសារដែលយើងត្រូវសិក្សានៅថ្ងៃនេះគឺសំណេរការសរសេរអត្ថបទសារព័ត៌មានចឹងទាំងអស់គ្នាក្រោយពីបញ្ចប់មេរៀននេះយើងអាចសរសេរសារព័ត៌មានបានហើយចឹងណាបាទចឹងមុននឹងយើងចាប់ផ្ដើមចូលទៅសិក្សានៅខ្លឹមសារមេរៀនទាំងអស់គ្នាយើងធ្វើការកំណែកិច្ចការផ្ទះជាមួយលោកគ្រូទាំងអស់គ្នាសិនដែលលោកគ្រូបានដាក់ឲ្យធ្វើការពីវីដេអូមុនណាដែលយើងរើសពាក្យបាទសូដូចនឹងយកទៅបំពេញបាទហើយនឹងថ្នាក់ពាក្យអញ្ចឹងពាក្យទី1គឺពាក្យក្រមកជើងរនិងមកបើថ្នាក់ពាក្យជានាមមានន័យថាងារក្នុងតំណែងរាជការឃុំក្នុងសម័យដើមបាទឧទាហរណ៍ក្រមការចំណែកឯក្រមមួយទៀតកជើងរស្រៈអំថ្នាក់ពាក្យកិរិយាសព្ទប្រកបបញ្ចុះលោហៈជាតិផ្សេងនឹងដែកឧទាហរណ៍ក្រមមាសបាទចំណែកឯក្រមមួយទៀតកជើងរនិងមកថ្នាក់ពាក្យជានាមលំដាប់ក្បួនបែបឧទាហរណ៍សាលក្រមក្រិតក្រមបាទរីឯក្រមមួយទៀតកជើងរស្រៈអំថ្នាក់ពាក្យជាគុណនាមមានន័យថាខ្ទាំស្ងួតស្ងប់អន់សៅម៉ងឧទាហរណ៍ក្រមចិត្តក្រៀមក្រំបាទអញ្ចឹងក្រមទាំង4នេះគឺទាំងអស់គ្នាបានស្វែងយល់ហើយយើងបានធ្វើហើយផ្ទៀងផ្ទាត់មួយលោកគ្រូមើលត្រឹមត្រូវអត់បាទអញ្ចឹងបើខុសយើងកំណែតាមនឹងទៅហើយបើត្រឹមត្រូវហើយយើងគូគ្រីសទៅណាទាំងអស់គ្នាអូខេតោះឥឡូវយើងបន្តទៅសិក្សានៅខ្លឹមសារមេរៀនថ្មីអញ្ចឹងថ្ងៃនេះលោកគ្រូលើកយកមេរៀនភាសាខ្មែរមេរៀនទី4ប្រយោជន៍សារព័ត៌មានហើយសំណេរការសរសេរអត្ថបទព័ត៌មាននៅក្នុងសៀវភៅពុម្ពរបស់យើងត្រង់ទំព័រទី59និង60តោះនេះយើងទាំងអស់គ្នាបាទហើយសូមបញ្ជាក់ថាមេរៀននេះទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បន្តិចក្នុងការសរសេរព័ត៌មានហ្នឹងពីព្រោះក្នុងការសរសេរហ្នឹងវាមានពីដំណាក់កាលមួយទៅដំណាក់កាលមួយហើយបើសិនតែយើងអត់បានសិក្សាស្វែងយល់ទេមានន័យថាយើងក៏អត់អាចធ្វើកិច្ចការនឹងបានសម្រេចដែរអញ្ចឹងណាបាទអញ្ចឹងនេះគឺជាគម្រោងបាទគម្រោងនេះគេឲ្យយើងសរសេរព័ត៌មានមួយតាក់ទងជាមួយនឹងនិយាយពីប្រធានបទគ្រោះថ្នាក់ចរាចរណ៍តោះណាហើយគម្រោងនេះគឺទី1យើងត្រូវដាក់ចំណងជើងអត្ថបទអញ្ចឹងចំណងជើងជាទូទៅចំណងជើងជាទូទៅយើងសរសេរជាអក្សររាងធំហើយដិតបាទហើយលេខធ្វើម៉េចឲ្យស្មើនៅខាងដើមនៃទំព័រសៀវភៅតោះនេះយើងទាំងអស់គ្នាបាទបន្ទាប់មកទៀតយើងត្រូវបញ្ជាក់ពីឈ្មោះរាជធានីខេត្តបាទនេះឈ្មោះខេត្តរាជធានីឬក្រុងដែលកើតព្រឹត្តិការណ៍នោះដូចលោកគ្រូចំណាំនិយាយថាបើគេដាក់រាជធានីភ្នំពេញឬភ្នំពេញមានន័យថាព័ត៌មានហ្នឹងគឺវាស្ថិតនៅក្នុងភ្នំពេញនឹងឯងហើយបើគេដាក់ខេត្តកណ្ដាលមានន័យថាព័ត៌មាននេះចេញមកពីខេត្តកណ្ដាលតោះនេះណាបាទអញ្ចឹងចំណុចទី3គឺត្រូវបញ្ជាក់ពីពេលវេលាយើងមានរហូតដល់ទៅ4ពេលនោះបាទលោកគ្រូលើកយកមកនេះមានតែ3ទេប៉ុន្តែតាមពិតយើងមានរហូតដល់4ពេលវាមានព្រឹកវាមានរសៀលវាមានយប់ហើយចិត្តភ្លឺបាទហើយយើងត្រូវបញ្ជាក់វេលាម៉ោងប្រមាណតោះនេះយើងទាំងអស់គ្នាបាទហើយមួយទៀតបញ្ជាក់ពីកាលបរិច្ឆេទបាទកាលបរិច្ឆេទហ្នឹងគឺថ្ងៃខែឆ្នាំដែលកើតហេតុតោះនេះអញ្ចឹងបាទអញ្ចឹងរវាងពេលវេលានេះគាត់អាចបញ្ជាក់អឺថ្ងៃខែមុនហើយចាំដាក់ម៉ោងពីក្រោយក៏បានឬក៏ដាក់ម៉ោងមុនចាំដាក់កាលបរិច្ឆេទក្រោយក៏បានដែរអញ្ចឹងអត់ជាបញ្ហាទេកន្លែងហ្នឹងណាបាទហើយចំណុចទី4គឺបញ្ជាក់ទីកន្លែងដែលហេតុការណ៍ហ្នឹងកើតឡើងបាទឧទាហរណ៍ថាហេតុការណ៍ហ្នឹងកើតឡើងនៅកន្លែងណាត្រង់ចំណុចណាបាទបញ្ជាក់ឲ្យគេច្បាស់ណាកន្លែងហ្នឹងណាបាទផ្លូវលេខប្រមាណបាទតំបន់ណាអញ្ចឹងយើងបញ្ជាក់ស្ថិតនៅក្នុងខណ្ឌណាខេត្តណាអីហ្នឹងគឺយើងត្រូវបញ្ជាក់គេកន្លែងហ្នឹងបន្ទាប់មកទៀតយើងរៀបរាប់ពីព្រឹត្តិការណ៍អញ្ចឹងព្រឹត្តិការណ៍នេះឬក៏ហេតុការណ៍នេះគឺយើងចែកចេញជា3ទៀតបាទយើងរៀបរាប់ពីមុនពេលកើតហេតុពេលកើតហេតុនិងក្រោយពេលកើតហេតុបាទអញ្ចឹងមុនពេលកើតហេតុហ្នឹងយ៉ាងម៉េចបាទពេលកើតហេតុហ្នឹងយ៉ាងម៉េចបន្តទៀតទៅបាទហើយបន្ទាប់មកទៀតក្រោយពេលកើតហេតុហ្នឹងតើមានហេតុការណ៍បន្តទៀតហ្នឹងយ៉ាងម៉េចបាទនិងចំណុចបន្តទៀតគឺសម្ដីដកស្រង់អញ្ចឹងសម្ដីដកស្រង់នេះគឺបើត្រង់អ្នកសារព័ត៌មានគឺគាត់ចុះទៅសម្ភាសន៍អ្នកដែលឃើញហេតុការណ៍
បាទឬក៏អាចថាអ្នកបង្កហេតុឬក៏ជនរងគ្រោះប៉ុន្តែលោកគ្រូបញ្ជាក់ថាជនរងគ្រោះហ្នឹងអាចនិយាយបានថាគាត់រងគ្រោះស្រាលមិនមែនរងគ្រោះធ្ងន់រហូតដល់សន្លប់ហើយគាត់ទៅសម្ភាសទេបាទអញ្ចឹងចង់កន្លែងហ្នឹងលោកគ្រូចង់បញ្ជាក់អញ្ចឹងណាបាទហើយមួយទៀតមតិរបស់អ្នកសរសេរអញ្ចឹងមតិរបស់អ្នកសរសេរហ្នឹងគាត់សរសេរតាក់ទងមួយការអប់រំបាទឧទាហរណ៍ថាសូមកុំឲ្យបើកបរលឿនឬគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាអញ្ចឹងទៅតោះនេះយើងកន្លែងហ្នឹងណាបាទចឹងបន្តមកទៀតរបៀបសរសេរអត្ថបទសារព័ត៌មាននេះគឺជាគំរូមួយដែលលោកគ្រូបានដាក់ឲ្យបាទគំរូមួយចឹងត្រង់កន្លែងគំរូនេះទាំងអស់គ្នាយើងឃើញហើយកន្លែងនេះគឺក្បាលគេហៅថាក្បាលនៃព័ត៌មានយើងហៅថាចំណងជើងចំណងជើងគឺយើងសរសេរឲ្យស្មើគ្នាអញ្ចឹងឯណាបាទក្នុងសភៅសភៅសរសេរយើងបាទហើយយើងដាក់មកភ្នំពេញអញ្ចឹងដូចលោកគ្រូបញ្ជាក់អញ្ចឹងបើភ្នំពេញមានន័យថាហេតុការណ៍ហ្នឹងវាកើតឡើងនៅរាជធានីភ្នំពេញយើងហ្នឹងបាទអញ្ចឹងយើងដាក់មកកាលពីវេលាម៉ោងប្រហែលអញ្ចឹងទៅបាទឬក៏ព្រឹកថ្ងៃយប់រសៀលអីចឹងទៅណាបាទហើយនៅថ្ងៃទីប្រហែលខែប្រហែលនៅចម្លងផ្លូវចន្លោះផ្លូវលេខប្រហែលសង្កាត់អីបាទខណ្ឌអីអញ្ចឹងយើងបញ្ជាក់គេកន្លែងហ្នឹងណាបាទស្ថិតនៅក្នុងរាជធានីភ្នំពេញមានហេតុការណ៍បាទគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងបាទអ្វីនិងអ្វីអញ្ចឹងទៅណាបាទហើយនៅក្នុងនោះយើងចាប់ផ្ដើមបញ្ជាក់មកបើតាមសមត្ថកិច្ចឬក៏អ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានឧទាហរណ៍ថាបើម៉ូតូបុកមួយម៉ូតូគេឃើញមានម៉ូតូហ្នឹងបើកបរលឿនបាទខ្វះការប្រុងប្រយ័ត្នឬក៏មិនគោរពភ្លើងសញ្ញាចរាចរណ៍អីចឹងទៅខ្វះការប្រុងប្រយ័ត្នបាទអញ្ចឹងយើងរៀបរាប់តាមហ្នឹងណាបាទបន្តមកទៀតក្នុងហេតុការណ៍នោះមានការខូចខាតអានេះយើងបញ្ជាក់ថាមានការខូចខាតអីខ្លះឧទាហរណ៍ថាម៉ូតូហ្នឹងខូចខាតទាំងស្រុងឬក៏ខូចខាតផ្នែកចំហៀងខាងមុខអីចឹងណាបាទហើយការជួយពីប្រជាជនឬក៏សមត្ថកិច្ចបាទជួយឧទាហរណ៍ថាគាត់ត្រូវរបួសតិចតួចចឹងប្រជាជនជួយលើកគ្រាគាត់មកខាងលាបពេងកាឡាលាបអីជូនឬក៏អាចថាហៅរថយន្តសង្គ្រោះយកគាត់ទៅមន្ទីរពេទ្យបាទតមកទៀតសមត្ថកិច្ចអ្នកឃើញហេតុការណ៍អញ្ចឹងត្រង់កន្លែងនេះសម្ដីដកស្រង់ដូចលោកគ្រូបញ្ជាក់អញ្ចឹងអាចថាជាមន្ត្រីសមត្ថកិច្ចឬក៏អាចថាជាអ្នកឃើញហេតុការណ៍នឹងតោះណាយើងទាំងអស់គ្នាបាទនេះអញ្ចឹងដល់ពេលបញ្ចប់មកក្រោយពេលបានឃើញហេតុការណ៍នេះខ្ញុំសូមសនំពរកន្លែងនេះមតិរបស់អ្នកទៅសេណាបាទដល់អ្នកបើកបរយានយន្តឬក៏យានជំនិះគ្រប់រូបហ្នឹងនៅលើដងផ្លូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកនិងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាដើម្បីជៀសវាងនៅឧបទ្ទវហេតុផ្សេងបាទអញ្ចឹងកន្លែងនេះគេហៅថាអឺការបញ្ចូលរបស់អ្នកសរសេរព័ត៌មានបាទអញ្ចឹងកន្លែងហ្នឹងគាត់អាចយកគំរូតាមលោកគ្រូហ្នឹងក៏បានដែរហើយនេះគឺជាអត្ថបទគំរូដែលលោកគ្រូបានត្រៀមយកមកឲ្យយើងទាំងអស់គ្នាសិក្សាណាបាទអញ្ចឹងអត្ថបទគំរូនេះចំណងជើងធំរបស់វាគឺស្រវឹងស្រាបើកម៉ូតូទៅផ្ទះបុកជាមួយរថយន្តស្លាប់ម្នាក់របួសធ្ងន់ម្នាក់បាទអញ្ចឹងភ្នំពេញអញ្ចឹងហេតុការណ៍នេះគឺនៅភ្នំពេញបញ្ជាក់ណាបាទតោះឥឡូវយើងចាប់ផ្ដើមទៅអានជាមួយលោកគ្រូកាលពីវេលាម៉ោងប្រមាណជា10:45នាទីយប់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាក Zoomer X ដែលមានស្លាកលេខភ្នំពេញ 1AS 2233បើកបរដោយបុរស2នាក់ទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Lexus LX 507ពាក់ស្លាកលេខភ្នំពេញ 2BA 5367បើកបរដោយបុរសម្នាក់គ្រោះថ្នាក់នេះដែលបង្កឡើងដោយភាគីខាងម៉ូតូបើកបរស្ថានភាពស្រវឹងរួចបានជ្រុលចង្កូតទៅបុកជាមួយរថយន្តពេញទំហឹងក៏បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូនោះស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុរីឯអ្នករួមដំណើរជាមួយត្រូវរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃបាទហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចមុខប្រលានយន្តហោះពូជន្ទង់ទល់មុខនឹងហាងលក់រថយន្ត Honda អញ្ចឹងត្រង់កន្លែងនេះគឺជាហេតុការណ៍ដែលកើតឡើងបាទទីកន្លែងណាបាទបើតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាក Zoomer X ពាក់ស្លាកលេខភ្នំពេញ 1AS 2233បើកបរដោយបុរស2នាក់នឹងធ្វើដំណើរពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹង
បាទហើយបើកលឿនក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តពេញទំហឹងក៏បណ្ដាលឲ្យអ្នកបើកម៉ូតូនឹងស្លាប់ភ្លាមរីឯអ្នករួមដំណើរជាមួយនឹងរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ចំណែកឯម្ចាស់រថយន្តវិញឃើញហេតុការណ៍មិនស្រួលក៏បើកទ្វាររថយន្តគេចបាត់ស្រមោលក្រោយពេលកើតហេតុគឺឃើញមានប៉ូលីសចរាចរណ៍ចុះទៅវាស់វែងនិងពុំទាន់កំណត់អត្តសញ្ញាណបាទអញ្ចឹងមានន័យថាមិនទាន់កំណត់ឈ្មោះជនរងគ្រោះនិងជនបង្កបានទេអញ្ចឹងណាបាទជនរងគ្រោះទាំងអស់បាននៅឡើយទេចំណែកឯរថយន្តនិងម៉ូតូជនរងគ្រោះត្រូវប៉ូលីសចរាចរណ៍យកទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំការដោះស្រាយជាក្រោយបាទអញ្ចឹងនេះគឺជាអត្ថបទសារព័ត៌មានគំរូដែលលោកគ្រូបានលើកយកមកឲ្យទាំងអស់គ្នាសិក្សាណាបាទហើយក្រៅពីហ្នឹងយើងមានកិច្ចការផ្ទះបាទដែលលោកគ្រូដាក់ឲ្យហ្នឹងគឺការសរសេរអត្ថបទព័ត៌មានមួយតាក់ទងមួយគ្រោះថ្នាក់ចរាចរណ៍ដែរអញ្ចឹងទាំងអស់គ្នាអាចសរសេរមកយកគំរូប្រហាក់ប្រហែលជាមួយលោកគ្រូហ្នឹងក៏បានតោះនេះអញ្ចឹងទាំងអស់គ្នាបាទអូខេអញ្ចឹងមេរៀនលោកគ្រូសូមបញ្ចប់តែប៉ុណ្្នឹងបើទាំងអស់គ្នាមានចម្ងល់អីអាចខមមិនសួរលោកគ្រូនៅក្រោមវីដេអូរបស់លោកគ្រូបានអញ្ចឹងអរគុណច្រើនដល់អ្នកគ្នាជម្រាបលា